កម្ពុជាជានិមិត្តរូបនៃសន្តិភាពដែលបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជានាំមកនូវសុខសន្តិភាពអាចភាពជាតិយ៉ាងពេញលេញដោយនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននៅភូមិសាស្ត្រខេត្តកំពង់ការគោរពដឹងគុណជាទីបំផុតចំពោះសមិទ្ធផលនៃសន្តិភាពនៅកម្ពុជាដែលកើតចេញពីការរួមប្រព័ន្ធដែលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនតាំងពីថ្ងៃទី20ខែមិថុនាឆ្នាំ1977ដោយតាមយកជីវិតជាដើមទុនដោយផ្សារជួបជាមួយនឹងដំណើរជាតិកម្ពុជាក្នុងដំណាក់កាលដើម្បីស្វែងរកនូវសុខសន្តិភាពយ៉ាងពេញលេញជួយប្រជាជនកម្ពុជារួមទាំងការអភិវឌ្ឍនិងជោគជ័យនៃនយោបាយឈ្នះឈ្នះដែលមានអំពីឯកដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជាកាលពី28ឆ្នាំមុនសូមអបអរសាទរនយោបាយឈ្នះឈ្នះអរគុណ